បាទជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាទាំងអ្នកនៅក្នុងប្រទេសនិងអ្នកនៅក្រៅប្រទេសបាទដោយឃើញប្រហែលដូចជាម្សិលមិញមួយថ្ងៃនេះដល់ឃើញមានវីដេអូមួយគេផុសក្នុងបណ្ដាញសង្គមក៏ឃើញថាមានអ្នកបើកចាស់ហាងលក់កាទៀវ2នាក់ប្រុសហ្នឹងតែគាត់បានបាញ់ទឹកនិងបាញ់ផ្សែងពលុតអគ្គីភ័យបាទទៅលើអ្នកដែលគាត់លក់ទឹកអំពៅក៏ដូចជាលក់អីផ្សេងនៅមុខផ្ទះគាត់ហ្នឹងបាទនេះគឺជាបើយើងគិតទៅវាជាទង្វើមួយដែលថាมันគួរធ្វើហើយក៏มันសមរម្យនឹងធ្វើដែរបាទព្រោះអីទី1ទៀតគឺទី1គឺគេលក់នៅខាងចំហៀងម្ខាងពីផ្លូវពីមុខផ្ទះគាត់ទេគេមិនមែនលក់នៅចំចើមផ្លូវផ្ទះគាត់ឬក៏នៅមុខផ្ទះគាត់ហ្មងទេបាទហើយការលក់នេះដែរគឺគេលក់លក្ខណៈថាផ្សេងពីមុខរបរគាត់ទេបើតាមមើលទៅគឺគាត់លក់ទឹកពៅហើយនឹងលក់របស់អីផ្សេងតិចតួចទេហើយទី2ទៀតគឺហេតុអីបើគ្រាន់តែគេលក់នៅទល់មុខនឹងលក់មិនបានព្រោះអីខ្ញុំឃើញតែវីដេអូដែលគេថតlive ផ្ទាល់នៅក្នុងបណ្ដាញសង្គម Facebook ហ្នឹងគឺគាត់លក់នៅចង្ហៀងផ្លូវខាងនេះហើយមានអ្នកលក់ច្រើននៅបណ្ដុំនឹងច្រើនបាទបណ្ដុំនឹងច្រើនអញ្ចឹងនេះគឺជាទង្វើមួយដែលថាมันគួរយើងមិនគួរឲ្យមាននៅក្នុងសង្គមយើងដោយសារអីការរស់នៅរបស់មនុស្សយើងក្នុងសង្គមយើងតែមួយយើងគួរតែមានការយោគយល់គ្នាទៅវិញទៅមកមិនថាគាត់ជាអ្នកលក់ទៅជាអ្នកដែលថាលក់ប្រភេទអ្វីក៏ដោយបាទជាម្ហូបអាហារឬក៏ដូចគ្នាក៏ដោយយើងគួរចែកគ្នាទៅចែកគ្នារស់ចែកគ្នាដើម្បីប្រកបមុខរបររកស៊ីទៅព្រោះអីមិនមែនមនុស្សម្នាក់កើតមកមានទាំងអស់ទេបើយើងមិនចែកជួយគ្នាខំរកធ្វើមិនយើងនឹងអាចឲ្យសង្គមយើងមួយនេះក៏កាត់បន្ថយនៅភាពក្រីក្របានបាទអញ្ចឹងទង្វើនេះគឺជាទង្វើដែលថាមិនល្អក្នុងសង្គមទេដែលគាត់ពីអ្នកនោះបាញ់ទឹកបាញ់អីមកលើគេលើអញ្ចឹងគឺមិនល្អទេបាទអញ្ចឹងគួរតែអាជ្ញាធរហៅគាត់ទៅអប់រំបន្ថែមបាទអញ្ចឹងបើយើងរស់នៅក្នុងសង្គមបើយើងរស់នៅមានតែការឈ្នានីសការចំណែនគេចំណែនគ្នាទៅវិញទៅមកនេះគឺវាមិនល្អប្រហែលទេបាទអញ្ចឹងវីដេអូខ្ញុំមានតែប៉ុណ្ណេះទេនេះជាយោបល់ខ្លីៗរបស់ខ្ញុំបាទអរគុណច្រើនចាំជួបគ្នានៅរឿងរ៉ាវផ្សេងទៀតតាមបណ្ដាញសង្គមបាទព្រោះអីប្លែកច្រើននៅក្នុងបណ្ដាញសង្គមបច្ចុប្បន្ននេះស្អីក៏មានដែរបាទអរគុណច្រើននិយាយថ្ងៃនេះហើយថ្ងៃនេះដែរក៏និយាយទីវានារីអន្តរជាតិបាទ8មីនាជូនពរនារីនៅក្នុងសកលលោកជួបតែសំណាងល្អសុខសុវត្ថិភាពទាំងអស់គ្នាបាទជួបគ្នានៅឱកាសក្រោយទៀតអរគុណច្រើនជម្រាបលាបាយ